សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺគីមឈីត្រសក់ចាមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើមែនតែនចារហ័សបានញ៉ាំទៀតផងចាអញ្ចឹងកុំឲ្យរងចាំយូរយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាចាជាដំបូងហ្នឹងគឺនាងខ្ញុំមានត្រសក់1គីឡូសម្អាតលាងទឹកស្អាតរួចហើយយកវាមកហាន់ជាចំណិតដុំស្ដើងប៉ុណ្ណឹងរួចហើយយកទៅប្រឡាក់នឹងអំបិល1ស្លាបព្រាបាយចាក្លុកវាអញ្ចឹងហើយយើងដាក់វាទុកចោលមើលឡែកសិនទៅណាហើយយើងមកចាប់ផ្ដើមមើលពីគ្រឿងផ្សំផ្សេងទៀតចាដូចក្នុងគ្រឿងផ្សំនេះគឺមានត្រសក់ខ្ទឹមបារាំងស្លឹកខ្ទឹមការ៉ុតខ្ទឹមសខ្ញីអំបិលទឹកត្រីទឹកខ្មេះស្ករសនិងម្សៅម្ទេសចាហើយយើងមកហាន់ខ្ទឹមបារាំងចាយើងហាន់ជាចំណិតស្ដើងបែបហ្នឹងរួចហើយដូចខ្ញីនេះក៏អញ្ចឹងដែរគឺខ្ញុំដាក់ប្រហែលជាមួយស្លាបព្រាបាយដូចគ្នាទេខ្ញីហ្នឹងចាខ្ញុំចូលចិត្តហាន់វាទូចឲ្យម៉ត់ចឹងដូចថាចិញ្ច្រាំវាឲ្យម៉ត់ចឹងណាចាឬមួយក៏បងប្អូនចូលចិត្តនៅបន្ទះធំអាចហាន់ជាបន្ទះធំតិចក៏បានដែរហ្នឹងហើយរួចហើយយើងទុកវាមិនលើសិនទៅហើយក៏មានខ្ទឹមសក៏អញ្ចឹងដែរគឺខ្ញុំហាន់ជាបន្ទះស្ដើងខ្លះហើយខ្ញុំចិញ្ច្រាំឲ្យល្អិតខ្លះចាដើម្បីឲ្យវាមានរសជាតិខុសគ្នាតិចចឹងពេលយើងញ៉ាំជួនកាលយើងចង់បានញ៉ាំជាបន្ទះខ្ទឹមឬក៏ចង់ញ៉ាំជារបៀបខ្ទឹមចិញ្ច្រាំចាយើងមានធ្វើពីរវិធីនៅក្នុងនោះដែរតែជាចំណង់ចំណូលចិត្តទេបងប្អូនធ្វើយ៉ាងម៉េចក៏បានដែរហើយដូចខ្ទឹមបារាំងគឺខ្ញុំហាន់ឲ្យស្ដើងប៉ុណ្ណឹងហើយទុកគ្រឿងផ្សំមួយឡែកហើយដូចការ៉ុតអញ្ចឹងដែរក៏យើងមានការ៉ុតកោសនឹងតិចដែរអញ្ចឹងណាចាដើម្បីដាក់យកពណ៌ហើយលើកន្លះម៉ោងក្រោយមកគឺខ្ញុំយកត្រសក់ហ្នឹងយកមកសម្រិតទឹកចេញហើយគឺទឹកហ្នឹងចេញពីត្រសក់ដែលយើងដាក់អំបិលទៅហ្នឹងណាគឺទឹកវាឡើងពណ៌ខៀវចឹងនេះជាទឹកត្រសក់ហើយមិនបាច់លាងទឹកទេគឺថាគ្រាន់តែចាក់សម្រស់ទឹកហ្នឹងឲ្យអស់ហើយដាក់ចូលនឹងក្នុងចានដែកមួយមកវិញមកដើម្បីយើងយកមកលាយគ្រឿងផ្សំទាំងអស់ចូលគ្នាចាចាក់គ្រឿងផ្សំទាំងអស់ដែលយើងបានហាន់មុនហ្នឹងដាក់ចូលគ្នាទៅហើយច្បល់គ្នាឲ្យសព្វបានយើងយកគ្រឿងទឹករបស់យើងមកលាយដូចជាទឹកត្រីទឹកខ្មេះហ្នឹងណាចាលាយផ្សំគ្នាចូលគ្នាហើយកូរវាច្បល់វាឲ្យសព្វម្សៅទៀតហើយភ្លក់មើលតាមចំណង់ចំណូលចិត្តបើមានស្ទើអីខ្វះគ្រឿងអីអញ្ចឹងអាចថែមថយតាមនឹងបានណាបងប្អូនចាវាមិនជាសំខាន់អីទេបើសិនជាស្ទើហឹលយើងថែមហឹលបានស្ទើប្រៃយើងអាចថែមប្រៃបានអញ្ចឹងណាតាមចំណូលចិត្តនីមួយហើយបើសិនជាយកឆ្ងាញ់មែនតើណាគឺធ្វើឲ្យភ្លាមទុកដាក់ចូលក្នុងទូទឹកកកបាន2ម៉ោងអីគឺសសក់នឹងរត់តែស្រួយឆ្ងាញ់ណាបងប្អូនចាឬក៏មកយប់អញ្ចឹងក៏ហិតតែឆ្ងាញ់ទៀតប៉ុន្តែបើខ្ញុំធ្វើជួនកាលខ្ញុំធ្វើឲ្យភ្លាម2-3ម៉ោងក្រោយខ្ញុំញ៉ាំអញ្ចឹងដែរអត់បានដាក់ទូក៏បានដែរចាក៏មានរសជាតិឆ្ងាញ់ដែរបងប្អូនអាចសាកល្បងមើលណាស្រួលធ្វើទេបងប្អូនអាចសាកបានចា